បាយដែលមានក្តីសុខគឺបានហូបជុំគ្រួសារម្ហូបដែលឆ្ងាញ់បំផុតគឺធ្វើដោយដៃម៉ែសំឡេងដែលពីរោះផ្អែមស្រទន់គឺសំឡេងដែលលោកពុកអ្នកម៉ែបានអប់រំទូលមានព្រានប្រដៅកូនប្រុសស្រីឲ្យធ្វើនៅសេចក្តីល្អឬក៏បង្រៀនមេរៀនផ្សេងៗទៅកាន់កូនប្រុសស្រីពេលខ្លះថ្មជឿជាក់ថាពាក្យសម្ដីរបស់លោកឪពុកអ្នកម្ដាយជេរថាព្រានប្រដៅពេលខ្លះមានធ្ងន់មានស្រាលមានអាក្រក់មានល្អប៉ុន្តែដួងចិត្តក្តីស្រឡាញ់ចេញពីបេះដូងគឺតែងតែចង់ឲ្យកូនល្អតែងតែចង់ឲ្យកូនដើរតាមគន្លងធម៌និងធ្វើជាមនុស្សល្អនៅក្នុងសង្គមជាតិថ្មជឿជាក់ថាលោកពុកអ្នកម៉ែតែងតែបង្ហាត់បង្រៀនព្រានប្រដៅពួកយើងតាំងពីនៅតូចហាក់បីដូចជាចម្រៀងដែលច្រៀងបំពេពួកយើងតាំងពីនៅបាតជើងក្រហមរហូតមកដល់ធំពេញវ័យដូច្នោះដែរជាសម្លេងដែលពីរោះដែលមិនធ្វើឲ្យធុញទ្រាន់ហើយមិនធ្វើឲ្យសាមនោះទេត្រូវចាំថាសម្លេងដែលពីរោះរំដំនឹងគឺសម្លេងពុកម៉ែជេរថាបង្ហាត់បង្រៀននឹងហើយប្រសិនបើថ្ងៃមួយពួកយើងលែងបានឮសម្លេងដ៏សែនពីរោះទាំងអស់ហ្នឹងគឺថ្ងៃមួយដែលពួកគាត់ចាក់ចេញចោលយើងហើយជាថ្ងៃមួយដែលគ្រប់គ្នានឹងឈឺចាប់ហើយនឹងមានវិបដិសារីខ្លាំងមែនទែននៅពេលដែលលែងបានឮសម្លេងដ៏សែនពីរោះហើយនឹងលែងបានឮសម្លេងបោកវ៉ាក់ទាំងអស់ហ្នឹងសាងបុណ្យធ្វើល្អចាផុតសោកសៅបុណ្យរាំងសានៅគ្រប់អាត្មាសាងបុណ្យធ្វើល្អចាផុតសោកសៅបុណ្យរាំងសានៅគ្រប់អាត្មាព្រះពុទ្ធណែបានផ្ដាំគោលធម៌ប្រចាំមេគាសង្ស្នាសាងអ្វីទទួលផលគ្រប់រូបបាយពិតគ្មាននរណាទទួលជំនុំឡើយជីវិតប្រៀបដូចជាការធ្វើដំណើរនៅលើផ្លូវមួយដ៏វែងឆ្ងាយប៉ុន្តែខុសគ្នាត្រង់ថាផ្លូវជីវិតមានឧបសគ្គច្រើនរាប់មិនអស់ដែលយើងអាចនឹងជួបប្រទះសម្រាប់ផ្លូវដែលយើងបានជ្រើសដើរយើងអាចទទួលយកបានគ្រប់យ៉ាងទាំងពេលរីករាយនិងពេលកាត់ទុកព្រោះយើងគឺជាម្ចាស់នៃផ្លូវអ្នកផ្សេងគេអាចនឹងសើចចំអកឲ្យយើងឬមិនពេញចិត្តនឹងជម្រើសរបស់យើងប៉ុន្តែគេមិនបានមកជួយដោះស្រាយបញ្ហាយើងឡើយគេបានតែនិយាយបានតែថាយើងគួរតែអញ្ចេះគួរតែអញ្ចោះតែពេលនិយាយហត់ពួកគេក៏ស្ងាត់ការតស៊ូពុះពេលជំនះនឹងបញ្ហានៅក្នុងជីវិតពិតជាលំបាកណាស់ទៅហើយដូច្នេះកុំយកសម្ដីមិនល្អរបស់អ្នកដទៃមកទុកដាក់ក្នុងចិត្តច្រើនពេកព្រោះវានឹងកាន់តែធ្វើឲ្យយើងអស់កម្លាំងចិត្តក្នុងការប្រឹងប្រែង